ជីម៉ូតូទៅសាកន្លែងទៅណាក៏ស្ពៃកញ្ញាញ់កន្លែងទៅណាក៏ស្ពៃកញ្ញាញ់ក្នុងទូទឹកកកខ្ញុំមានឆ្អឹងជ្រូកស្រាប់ផងស្ងោរស្ពៃកញ្ញាញ់ជាមួយឆ្អឹងជ្រូកបដ ாய் ឆាជាទូទៅត្រឡប់របស់ខ្ញុំហ្មងលីងខ្ទឹមសឆាខ្ទឹមសនឹងជាមួយឆ្អឹងនឹងឲ្យឡើងឈ្ងុយសិនទៅបន្ថែមវាជាមួយការ៉ុត1មើមបន្ទាប់មកទៀតដាក់អំបិលស្ករប៊ីចេងម្រេចម្សៅស៊ុបហើយនឹងប្រេងខ្យងតិចទៀតទៅបងប្អូនឆាឲ្យវាចូលជាតិគ្នាទៅណាឆ្អឹងជ្រូករបស់ខ្ញុំនេះវារៀងកកអញ្ចឹងហើយខ្ញុំត្រូវឆាវារៀងយូរដែរណាមួយឆ្អឹងរបស់ខ្ញុំវាធំស្រាប់ផងបងប្អូនបន្ទាប់ពីឆ្អឹងជ្រូករបស់យើងវាចូលជាតិជាមួយគ្រឿងបានល្អហើយចាំយើងចាក់ទឹករងាស់វាខ្ញុំប្រើទឹករៀងច្រើនដែរដោយសារស្ពៃកញ្ញាញ់របស់ខ្ញុំរហូតដល់1គីឡូបងប្អូនខ្ញុំរងាស់ឆ្អឹងនឹងតផុយទៅបងប្អូនភ្លក់មើលតាមការចូលចិត្តរួចហើយចាំយើងដាក់ស្ពៃកញ្ញាញ់របស់យើងចូលទៅស្ពៃកញ្ញាញ់របស់ខ្ញុំនេះ1គីឡូប៉ុន្តែពេលដាក់ចូលទឹកស្លទៅទ្រាំបន្តិចបងប្អូនជាចុងក្រោយយើងរងចាំឲ្យទឹកស្លរបស់យើងនឹងពុះទៅគឺរួចរាល់ជាការស្រេចបាត់ហើយស្ពៃកញ្ញាញ់ណាបងប្អូនស្ងោរជាមួយឆ្អឹងជ្រូកចេះក៏ឆ្ងាញ់ស្ងោរជាមួយប្រហិតត្រីកាន់តែឆ្ងាញ់ថែមទៀតវីដេអូស្ងោរបានចប់ហើយបងប្អូនឲ្យពេញចិត្តវីដេអូនេះកុំភ្លេច share វីដេអូនេះទាំងអស់គ្នាណាអរគុណ